បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះផងដែរខ្ញុំនឹងចែករំលែកចំណេះដឹងមួយតាក់ទងជាមួយនឹងវិធីដាក់ schedule នៅលើ Telegram សម្រាប់ធ្វើការផ្ញើសារចេញអញ្ចឹងបងប្អូនទាំងគ្នាដែលចេះហើយអាចអូសរំលងបានប៉ុន្តែបងប្អូនដែលមិនទាន់ចេះអាចមើលបន្តិចទៅដើម្បីឲ្យបានចេះយល់ដឹងទាំងអស់គ្នាអូខេឥឡូវខ្ញុំចូលមកកាន់ Telegram សិនបងប្អូនទាំងគ្នាអូខេអញ្ចឹងនៅពេលដែលយើងចង់ដាក់ schedule នៅលើ Telegram យើងចាប់ផ្ដើមចូល Telegram មកហើយយើងចាប់ផ្ដើមជ្រើសរើសដែលបុគ្គលណាមួយដែលយើងចង់ផ្ញើសារចេញអញ្ចឹងណាអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំរើសហើយខ្ញុំសរសេរហើយអញ្ចឹងនៅពេលដែលយើងចង់ដាក់ schedule យើងចុចឲ្យជាប់នៅលើដែលព្រួយដែលយើងផ្ញើសារចេញបងប្អូនគ្នាចុចឲ្យជាប់មកអញ្ចឹងនៅពេលដែលយើងចុចជាប់វាលោតពាក្យ schedule message ហើយនឹង send without sound អញ្ចឹងបងប្អូនគ្នាចុចជ្រើសយកពាក្យ schedule message នេះមកបន្ទាប់មកវាឲ្យដាក់ម៉ោងអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំដាក់ម៉ោង1:41ឧទាហរណ៍អញ្ចឹងហើយបន្តមកទៀតយើងចាប់ផ្ដើមចុច send តែម្ដងបាទអញ្ចឹងតែប៉ុណ្្នឹងរួចរាល់អញ្ចឹងនៅពេលដែលដល់ម៉ោងហ្នឹងវានឹងលោតអាសារហ្នឹងទៅកាន់ភាគីម្ខាងទៀតដែលយើងត្រូវផ្ញើសារហ្នឹងទៅហើយអញ្ចឹងខ្ញុំគិតថានេះជាភាពងាយស្រួលដែរនៅពេលដែលបងប្អូនទាំងអស់គ្នាត្រូវផ្ញើសារទៅកាន់នរណាម្នាក់នៅពេលដែលយើងរវល់អីចឹងណាយើងត្រូវផ្ញើសារឬក៏យើងផ្ញើឯកសារមួយទៅកាន់ client ឬក៏ផ្ញើឯកសារមួយទៅកាន់គ្រូឬក៏អីចឹងណាហើយយើងរវល់មកហ្នឹងយើងរវល់យើងខ្លាចភ្លេចខ្លួនហើយយើងភ្លេចបានផ្ញើអញ្ចឹងយើងអាចដាក់សរសេរហើយយើងដាក់រូបភាពដាក់អីហើយបន្ទាប់មកយើងចុចដាក់ schedule អញ្ចឹងទៅអញ្ចឹងនៅពេលដល់ម៉ោងហ្នឹងគឺវាលោតទៅអូតូតែម្ដងអញ្ចឹងខ្ញុំគិតថានេះជាភាពងាយស្រួលមួយដែរសម្រាប់បងប្អូនទាំងគ្នាអូខេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ធ្វើការចែករំលែកហើយបើសិនជាចង់ចេះចង់ដឹងតាក់ទងជាមួយបច្ចេកវិទ្យាក៏ដូចជាចំណេះដឹងថ្មីផ្សេងៗទៀតអាចតាមដានជាមួយខ្ញុំ like page ក៏ដូចជា follow page ហើយនឹងចុច subscribe នៅលើ channel YouTube អញ្ចឹងជួបគ្នាបងប្អូនទាំងគ្នានៅវីដេអូក្រោយៗទៀតបាយបាយ